Baជំរាបសួរបងប្អូនសាជាថ្មីបាទអញ្ចឹងនេះគឺភាគទី3នៃដំណើរកម្សាន្តរបស់យើងទៅកាន់ខេត្តកំពតហើយនិងខេត្តកែបបាទអញ្ចឹងដូចដែលបងប្អូនបានឃើញក្នុងវីដេអូនេះហើយគឺផ្លូវដែលខ្ញុំកំពុងតែធ្វើដំណើរនេះគឺផ្លូវអឺនៅក្នុងស្រែអំបិលបាទស្រែអំបិលគឺស្ថិតនៅក្នុងខេត្តកំពតបាទអញ្ចឹងខ្ញុំគិតថានាំក្មេងៗនំកូនសិស្សទៅមើលការផលិតអំបិលបាទដើម្បីឲ្យដឹងឲ្យស្គាល់ប៉ុន្តែដោយសារអាកាសធាតុក្តៅពេកហើយម្យ៉ាងអត់ឃើញម្ចាស់ស្រែអំបិលបាទអញ្ចឹងគាត់បានឈប់ឡានហើយយើងក៏បន្តដំណើរទៅមុខទៀតទៅដល់ព្រៃកពតបាទព្រៃកពតហើយពូតកងឡានក៏បានដាក់យើងចុះហើយខ្ញុំក៏បានមកថតរូបបាទដាក់មកជុំទៅបាទព្រៃកពតបាទអញ្ចឹងយើងឃើញថាមានការរៀបចំបានស្អាតល្អបាទស្អាតល្អច្រើនកន្លែងនេះគឺនៅមុខសាលាខេត្តបាទមុខសាលាខេត្តបាទទល់មុខនឹងកន្លែងនីលការបាទហើយកូនក៏បានរត់ចូលកាមេរ៉ាបាទបាទហើយថ្ងៃក្តៅណាស់បាទម៉ោងប្រហែលជា1ជាងបាទ1ថ្ងៃរសៀលបាទអញ្ចឹងថ្ងៃក្តៅបន្តិចបាទប៉ុន្តែអត់អីទេយើងដើរលេងម្ដងបាទសុខចិត្តក្តៅតិចចុះហើយក៏បានមកដល់សេះបាទសេះសមុទ្របាញ់ទឹកបាទបាទអញ្ចឹងយើងក៏បានទៅគៀកហើយកូនក៏បាននាំគ្នាថតបាទទោះបីក្តៅមិនក៏ស៊ូដែរព្រោះយូរទៅម្ដងបាទបាទអញ្ចឹងមិនងាយបានទៅជុំគ្នាអញ្ចឹងទេអញ្ចឹងក៏ថតឲ្យអស់ដៃបាទហើយយើងក៏បាទខ្ញុំក៏បានដើរចូលទៅខាងក្រោមសេះសមុទ្រហ្នឹងបាទហើយបញ្ញរិទ្ធក៏បានរៀបដៃបាទយ៉ាងបាទថ្ងៃម្នាក់គឺបដោតទៅរឿងថតរូបទេបាទបាទនេះរតនៈបាទបាទអញ្ចឹងណែកូនគេនាំគ្នាថតធ្វើត្រេតបាទអញ្ចឹងជាការបង្កើតបរិយាកាសមួយរីករាយបាទហើយយើងក៏មិនភ្លេចទេថតរូប selfie ស្អាតទុកអនុស្សាវរីយ៍បាទហើយនេះចាប់កូនសិស្សថតមួយសេះសមុទ្ររតនៈបាទចឹងយើងថតរូបបន្តទៀតហើយកូនខ្ញុំគេដូរផ្លាស់កៅអៅទៀតហើយបាទដោយសារគេយកឈុតទៅច្រើនហើយចំណែកខ្ញុំអត់ទេខ្ញុំមានតែមួយឈុតហ្នឹងមួយថ្ងៃពេញបាទហ្នឹងហើយហើយក៏ថតរូបបាទឲ្យកូនបាទមានអាណាមានមនីបាទហើយបាទសូយ៉ាបាទហ្នឹងហើយថាអត់បានថតចឹងថតឲ្យបាទហើយអញ្ចឹងយើងធ្វើការថតរូបបាទថតរូបលេងបន្ទាប់ពីហ្នឹងទៅខ្ញុំក៏បានដាក់ខ្លួនឯងមកប៉ុសពីរប៉ុសដែរបាទដោយសារថ្ងៃក្តៅបាទហើយយើងថតទៅឃើញថាដូចជាមិនសូវស្អាតមែនទេបាទកាមេរ៉ាក៏រៀងអន់ហើយបច្ចេកទេសថតក៏មិនសូវល្អបាទចឹងអធិស្ឋានបងប្អូនអ្នកទស្សនាទាំងអស់គ្នាបាទនេះអាណាញឹមស្រស់បាទបាទអញ្ចឹងបន្ទាប់ពីចេញពីសេះសមុទ្រទៅយើងក៏មកដល់ដងទីបាទដងទីបាទអញ្ចឹងដងទីនេះបងប្អូនភាគច្រើនប្រហែលជាធ្លាប់បានទៅលេងហើយខ្ញុំលើកទី1ទេដោយសារលើកមុននោះទៅមនុស្សច្រើនពេកអញ្ចឹងរកកន្លែងចតឡានអត់បានក៏ត្រឡប់មកវិញអញ្ចឹងអត់បានចូលអញ្ចឹងលើកនេះបានចូលដូចបំណងហើយកូនក៏បាននាំគ្នាថតរូបអញ្ចឹងមកបាទបញ្ញរតបាទហើយតិចទៀតពួកគាត់នឹងទៅជិះទូកយ៉ាក់បាទទូកយ៉ាក់បាទជិះចង់ទាំងអស់គ្នាបាទហើយខ្ញុំបារម្ភដែរការជិះទូកព្រោះក្នុងទឹកហើយក្នុងនាមជាអ្នកទទួលខុសត្រូវចឹង
ចង់ឃើញពួកគាត់សប្បាយប៉ុន្តែបារម្ភបាទហើយបន្ទាប់ពីហ្នឹងមកក៏ឡើងមកលើវិញយើងរៀបចេញពីដងទេហើយក៏ថតរូបមកប៉ុស្តិ៍ពីរប៉ុស្តិ៍បាទឲ្យកូនបាទហើយបាទស្អាតណាស់បាទហើយចុងក្រោយគេគឺម៉ៃអ៊ីក្រោយគេបាទអញ្ចឹងវីដេអូខ្ញុំមានប៉ុណ្ណឹងសម្រាប់វគ្គទី3នេះបាទ